Bácខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី10បាទខែឧសភាសំទុះខែមិថុនាឆ្នាំ2025បាទពុកម៉ែមីងនៅក្នុងថ្ងៃនេះគឺបាទខ្ញុំបាទមានសុបិនខ្លីមួយចែកជូនទៅកាន់ពុកម៉ែមីងផងដែរបាទនៅក្នុងសុបិនហ្នឹងគឺថាខ្ញុំមកបានចូលក្នុងបន្ទប់ទឹកប៉ុន្តែមិនដឹងបន្ទប់ទឹកនៅឯណាទេពុកម៉ែមីងណាពេលខ្ញុំចូលក្នុងបន្ទប់ទឹកខ្ញុំកំពុងតែបត់ជើងតូចហ្នឹងក៏បានជួបនឹងបរិសម្នាក់ប៉ុន្តែបរិសម្នាក់ហ្នឹងតាមតែខ្ញុំបានឃើញនឹងសម្គាល់ដំបូងគាត់គឺជាខ្មោចទេពុកម៉ែមីងណាប៉ុន្តែរបៀបថាយើងដឹងថាគាត់ស្លាប់មែនក៏ប៉ុន្តែគាត់របៀបជាអ្នកដែលធ្លាប់ធ្វើការជាមួយគ្នាអីអញ្ចឹងតែអញ្ចឹងយើងក៏វាថាអត់ខ្លាចអត់បាទមិនថាមិនខ្លាចសោះហើយវាព្រៀងភ្ញាក់ដំបូងដែរអញ្ចឹងណាបាទអញ្ចឹងយើងនិយាយភាសាគ្នាទៅភាសាពេលបត់ជើងតូចហើយព្រោះនៅតែភាសាជាមួយគ្នាប៉ុន្តែភាសាពីអីពុកម៉ែមីងហើយមានអ្នកគេមើលពីក្រោយពីក្រៅមកគេថាខ្ញុំជាមនុស្សឈួតព្រោះអីខ្ញុំឈើនិយាយម្នាក់ឯងអញ្ចឹងណាប៉ុន្តែខ្ញុំអត់ខ្វល់ទេព្រោះខ្ញុំដឹងថាគេប្រកាសជាមើលខ្មោចខ្ញុំអត់ឃើញទេអញ្ចឹងគឺប្រកាសជាឃើញខ្ញុំនិយាយម្នាក់ឯងហើយអញ្ចឹងខ្ញុំអត់ខ្វល់ទេហ្នឹងហើយអញ្ចឹងពេលដែលខ្ញុំភាសារួចខ្ញុំចេញពីគាត់មកខ្ញុំភ្លេចទូរស័ព្ទខ្ញុំបកទៅយកទូរស័ព្ទវិញទូរស័ព្ទនៅលើកន្លែងប្រសាំងលាងទឹកកន្លែងអាងលាងដៃយើងថាយើងលាងដៃហ្នឹងបាទខ្ញុំបកទៅវិញក៏បាទទៅយកមកវិញបានអត់មានបាត់បង់អីទេបាទចេញពីនងមកក៏មានគេវាថាគេលេង account ពុកម៉ែមានគេលេង account ហើយគេដាក់គេលេង account ពេលថា account ហ្នឹងគេមានលេងអីទៅលេងគប់ពេតប៉ោងលេងអីចឹងទៅបាទហើយ account គេ account free គេដាក់តាមវត្តអីចឹងណាហ្នឹងហើយក៏មានបញ្ហាមិនទេគេនាំគ្នាបិទអញ្ចឹងនាំគ្នាបិទខ្ញុំក៏ឈប់មើលខ្ញុំក៏ឡើងជិះម៉ូតូខ្ញុំចេញមកវិញមកប៉ុន្តែម៉ូតូខ្ញុំទេម៉ូតូមិនដែលឃើញទេហើយជាប្រភេទម៉ូតូធំទៀតបាទខ្ញុំក៏ជិះចេញមកវិញមកបាទជិះឡើងទួលឡើងអីចុះឡើងអញ្ចឹងទៅបាទក៏ដាច់មកភាកហ្នឹងក៏ខ្ញុំមកដល់មកកន្លែងចិត្តមកដុំអាងទឹកបន្ទប់ទឹកដែលខ្ញុំចូលមួយសាទៀតមិញលើកមុននឹងមួយសាទៀតបាទពេលតបទៅក៏បានជួបនឹងស្ត្រីវ័យកណ្ដាលម្នាក់គាត់ប្រវល់ខ្ញុំទៅបន្ទប់របស់គាត់ពុកម៉ែមិញបាទទៅធ្វើអីរឿងអីមួយអញ្ចឹងណាពុកម៉ែមិញបាទរឿងមនុស្សថប់វ័យមនុស្សពេញវ័យហ្នឹងបាទដល់ពេលអញ្ចឹងទៅខ្ញុំក៏អត់ចង់ទៅទេពុកម៉ែមីងខ្ញុំអត់ចង់ទៅទេព្រោះអីខ្ញុំដឹងថាគាត់មានប្តីហើយប្តីគាត់ត្រូវមកអញ្ចឹងខ្ញុំអត់ចង់ទៅទេបាទអញ្ចឹងខ្ញុំឲ្យគាត់ចូលទៅមុនពេលទៅគាត់ចូលទៅមុនភ្លាមស្រាប់តែប្តីនឹងមកភ្លាមមែនអញ្ចឹងក៏ខ្ញុំនាំគ្នាកិច្ចបាទពេលកិច្ចហ្នឹងមានគ្នា2នាក់ដែរពុកម៉ែមីងហ្នឹងហើយហ្នឹងកិច្ចចេញទៅហើយក៏ខ្ញុំជិះម៉ូតូឌុបគ្នាមានកូនខ្ញុំប្រពន្ធខ្ញុំបាទជិះតាមផ្លូវហ្នឹងឆ្ងាយផ្លូវខ្ញុំមិនដែលស្គាល់សោះឆ្ងាយមែនតែនជិះមកកាត់សាលារៀនជិះអីចឹងមកមកជួបកូនសិស្សពុកម៉ែមិញជួបកូនសិស្សស្រីម្នាក់តែរៀនអង្គគេមួយខ្ញុំអញ្ចឹងណាខ្ញុំថារួចមករៀនដល់ខ្ញុំវាឆ្ងាយខ្លាំងណាមិនគុំមិនរៀននៅសាលាដែលនៅដែលខ្ញុំជិះកាត់មិញវានៅចិត្តផ្ទះជាងមិនបានចាំបាច់ទៅរៀនដល់កន្លែងខ្ញុំវាឆ្ងាយអីអញ្ចឹងណាបាទអញ្ចឹងក៏បញ្យល់ហេតុផលយល់អីអញ្ចឹងទៅហើយក៏ចប់សបិនធ្វើប៉ុណ្្នឹងទៅពុកម៉ែមិញបាទហ្នឹងហើយក៏អរគុណពុកម៉ែមីងសម្រាប់ការតាមដានទស្សនាជូនពរហេងទាំងអស់គ្នា